ជំរាបសួរយើងខ្ញុំជាបុគ្គលណាយរបស់សពអូនស្រីគឹមកញ្ចនាដែលរងការវាយប្រហារដោយអង្គការស្រីស៊ីណាញ៉ាំពេលកន្លងមកខ្ញុំសូមអរគុណដល់សម្ដេចមហាសេនាបតីតេជោហ៊ុនសែនបវរធម្មតីហ៊ុនម៉ាណែតឧបនាយករដ្ឋមន្ត្រីការិតអាដាមគីតេប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនដែលលោកបានយកចិត្តទុកដាក់ខ្នះខ្នែងនិងជួយសម្របសម្រួលយករងយុត្តិធម៌ជូនគ្រួសារយើងខ្ញុំជាជនរងគ្រោះចុងក្រោយខ្ញុំសូមជូនពរដាក់តែងំទាំងអស់មានសុខភាពមានមួនដើម្បីដឹកនាំវិវាទសន្តិភាពរបស់លោកជានិរន្តរ៍អរគុណដល់មហាជនដែលបានទាំងប្រទេសដែលបានចូលរួមមរណទុក្ខកូនខ្ញុំនិងណតសូដល់ក្រុមគ្រួសាររបស់នាងខ្ញុំដែលបានបាត់បង់កូនស្រីដែលជាទីស្រឡាញ់អរគុណច្រើនដល់ជីវរដ្ឋទាំងប្រទេសជំរាបសួរនាងខ្ញុំត្រូវជាម្ដាយនិងឪពុកនៃសពជនរងគ្រោះឈ្មោះឡុងលីសុងដែលបាញ់ប្រហារដោយជនបកឈ្មោះស្រីស៊ីណានាងខ្ញុំជាជនរងគ្រោះសូមសំណូមពរលឿនរឿងក្តីនេះឲ្យឆាប់ចប់ព្រោះនាងខ្ញុំមានជំងឺមហារីកចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រុមអ្នកកសែតបងប្អូនមេធាវីដែលជួយថ្នាក់ផ្នែកនិងមហាជនទាំងអស់ដែលជួយថ្នាក់ផ្នែកបាទជាជួនក្រោយពួកខ្ញុំជាម្ដាយឪពុកជនរងគ្រោះដែលបានស្លាប់និងអ្នកជនរងគ្រោះទាំងពីរសូមថ្លែងអំណរគុណសូមអរគុណដល់សម្ដេចទាំងទ្វេតាមមុខរដ្ឋនិងជាពិសេសអរគុណដល់ក្រុមមេធាវីសម្ដេចតេជោដែលបានខិតខំថ្នាក់ផ្នែកសូមអរគុណច្រើនជាចុងក្រោយអរគុណច្រើនដល់ក្រុមមេធាវីរបស់បាទសូមជម្រាបលាបាទ